បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើសៀមយ៉ាងធ្ងន់ធ្ងរនៅពេលនេះនាយករដ្ឋមន្ត្រីអនុទីនចាន់វីរៈកុលបានឆ្លើយតបទៅអាមេរិកវិញយ៉ាងចាស់ដៃថាគេក៏ឈប់ទិញ S-16 ពីអាមេរិកវិញដែរសៀមកំពុងតែអួតក្អេងអាងថាប្រទេសគេកំពុងតែសម្បូរសប្បាយជាមួយនឹងទឹកយ៉ាងច្រើនលើសលប់ដែលក្រសួងធនធានទឹករបស់គេបានថែរក្សាទុកឥឡូវនេះទឹកបានឡើងដល់កម្រិតដែលពួកគេចង់បានហើយគេលែងខ្វល់ជាមួយនឹងសេដ្ឋកិច្ចពីប្រទេសណាទាំងអស់គេលក់តែទឹកនៅក្នុងប្រទេសគេក៏គេអាចផ្គត់ផ្គង់ប្រជាជនគេទូទាំងប្រទេសបានដែរហើយនៅពេលនេះប្រជាជនរបស់គេក៏ឈប់ប្រើប្រាស់ឡានដែរគេប្រើប្រាស់តែក្បូននិងទូកនិងកណូតទេដូច្នេះហើយទៅសៀមលែងខ្លាចប្រទេសណាទាំងអស់សូម្បីតែសហរដ្ឋអាមេរិកក៏សៀមចង់លើកទ័ពទៅវាយដែរ